ដំបូងសូមជម្រាបសួរនិងសួស្តីបងប្អូនអ្នករៀនភាសាអង់គ្លេសទាំងអស់គ្នាយើងមានមេរៀនបច្ចេកទេសមួយទៀតតទៅជាមួយនឹង past simple ក៏ប៉ុន្តែយើងចូលដល់ WA questions សំណួរ WA តើយើងប្រើវាដោយរបៀបណាបង្កើតទម្រង់ដោយរបៀបណាសម្រាប់ level beginner ណាអូខេអញ្ចឹងដូចរាល់ដងយើងមានសំណួរមានការបញ្យល់បច្ចេកទេសហើយនិងសំណួរចម្លើយហើយយើងមានចំណុចមួយចំនួនដែរដែលត្រូវការបញ្យល់នៅក្នុងមេរៀនហ្នឹងចឹងយើងមើលសំណួរគេសួរថា what are WA questions តើ WA question នេះគឺជាអ្វីចឹងចម្លើយគឺWA questions are questions that begin with WA words like what, where, when, who, how, why or how អញ្ចឹង WA question ហ្នឹងគឺជាសំណួរដែលចាប់ផ្ដើមដោយពាក្យជាសំណួរណាមានដូចជា what, where, when, why, who, how ឲ្យជាដើមចឹងហ្នឹងយើងហៅវាថា WA question ណាអូខេ they ask for more they ask for information not just yes no អញ្ចឹងពួកវាសួរព័ត៌មានមិនមែនសួរត្រឹមតែ yes និង no ទេសួរព័ត៌មានបន្ថែមអញ្ចឹងទៅអូខេusing was were in question អញ្ចឹងដំបូង question យើងចាប់ដើមដោយ was were សិនអូខេយើងមើលគេថា we use was and were to ask about the past of the verb to be អញ្ចឹងមានន័យថាយើងប្រើ was were ហ្នឹងដើម្បីសួរទាក់ទងជាមួយអតីតកាលរបស់ to be អូខេយើងប្រើ was were ព្រោះជា WA question ដែរsubject របស់វាគឺ WA verb ហើយមាន was were ហើយ subject ហើយ plus ផ្សេងៗហើយសញ្ញាសួរ question mark ជាងនេះគឺជា structure រូបមន្តឬក៏ទម្រង់របស់វា example ឧទាហរណ៍ថា where were she yesterday ចឹងតើនាងនៅឯណាកាលពីម្សិលមិញឃើញហើយបើសិនយើងដាក់ត្រឹមតែ was she something អញ្ចឹងវាអាចថាជា yes no question តែក៏ប៉ុន្តែចឹងន័យថាតាមពិតទៅ WA question នេះយើងប្រើ WA word បន្ថែមទៅលើ yes no question ទៅវាទៅជា WA question ហើយចឹងសំណួរសួរថា where was she yesterday តើនាងនៅឯណាចឹងចម្លើយអាចថា she was at the park she was at school អញ្ចឹងណាអញ្ចឹងយើងប្រើវាបែបនេះគឺដើម្បីសួរព័ត៌មានបន្ថែមហើយអូខេមួយទៀតគឺ who was your first teacher អញ្ចឹងតើនរណាគឺជាគ្រូដំបូងរបស់អ្នកឧទាហរណ៍ថា Mr. John អូខេអញ្ចឹងយើងគេសួរព័ត៌មានបន្ថែមបែបហ្នឹងអូខេមួយទៀត how was the movie តើ movie នេះយ៉ាងមិនដែរល្អមើលអត់អញ្ចឹងណាយើងគេឆ្លើយថា it was great អូពិតជាអស្ចារ្យពិតជាល្អមើលមែនតើអញ្ចឹងគេសួរដើម្បីរកព័ត៌មានបន្ថែមបែបហ្នឹងហើយយើងប្រើជាមួយ to be ដោយសារតែនៅខាងក្រោយវាអាចមានជានាមជាគុណនាមអីផ្សេងៗទៅអញ្ចឹងហើយយើងប្រើជាមួយ to be ហើយអតីតកាលរបស់វាគឺ was were ហ្នឹងហើយមួយទៀតគឺ when were you at the library តើអ្នកនៅបណ្ណាល័យនៅពេលណាដែរ yesterday morning កាលពីព្រឹកម្សិលមិញអូខេយើងឆ្លើយបែបហ្នឹងដើម្បីរកព័ត៌មានបន្ថែមអញ្ចឹងអូខេសំណួរជាមើលយើងប្រើ we use was with I he she it អានេះគាត់ថាបញ្ជាក់បន្ថែមណាយើងប្រើ was ហ្នឹងជាមួយនឹង I he she it use were with you we and they ទៅអញ្ចឹង were យើងប្រើជាមួយ you we they អូខេយើងមើលបន្តទៀត using simple verbs in question words យើងមិនយើងនិយាយពី to be ហើយឥឡូវយើងប្រើ simple verb វិញម្ដងអញ្ចឹងយើងមើលគេថា for actions in the past we use did plus base form of the verb អញ្ចឹងប្រសិនបើសម្រាប់ជាសកម្មភាពនៅក្នុងអតីតកាលវិញយើងប្រើ did វិញ did ឲ្យបូកមួយកែសត្វទម្រង់ដើមអូខេនៅកែសត្វរបស់យើងហ្នឹងយើងលេងប្រើជា regular verb ឬក៏ regular ទៅជាអតីតកាលហើយកាលណាមាន did មកជួយណាstructure របស់វាគឺ WA word ហើយ did ហើយ subject base verb គឺកែសត្វដើមកែសត្វទម្រង់ដើមមែនទែនហើយមាន object ផ្សេងទៀតឬក៏សញ្ញាសួរបន្តទៀតឧទាហរណ៍ថា what did you eat for breakfast អញ្ចឹងយើងមើលសំណួរគឺបែបហ្នឹង what did you eat for breakfast តើអ្នកញ៉ាំអីសម្រាប់អាហារពេលព្រឹកឃើញទេកែសត្វរបស់យើងគឺ base verb គឺ eat ទេអូខេដល់ពេលចម្លើយចេញមក I ate យើង eat ទៅជា ate ទៅអតីតកាលអញ្ចឹងបើប្រយោគសរុបយើងបំបែកកែសត្វទៅអតីតកាលធម្មតាវិញអញ្ចឹង ate ហ្នឹងគឺ irregular verb អូខេកែសត្វប្រែប្រួលអញ្ចឹង eat ទៅ ate យើងឆ្លើយបែបហ្នឹងតែនៅពេលសំណួរយើងកាលណា did មកជួយហើយគឺ eat នៅដូចគម្រោងដើមអត់មានបំបែក eat ទៅជា ate បន្តទៀតទេយើងអត់បំបែកពីរតង់ហើយអញ្ចឹង what did you eat for breakfast I ate rice អូខេខ្ញុំញ៉ាំបាយសំណួរមួយទៀត where did they go last night តើពួកគេទៅណាកាលពីយប់មិញអញ្ចឹងយើងពាក្យជាពាក្យ go ជាកែសត្វមិនមែនប្រើមួយ to be ទៀតទេណាព្រោះវាជាកែសត្វស្រាប់បែបនេះ simple verb បែបនេះយើងប្រើ did មកជួយអញ្ចឹង they went to the cinema ចម្លើយគឺ they went អូខេតោះតែចម្លើយជាប្រយោគស្របបានយើងបំបែកវាទៅជាកែសត្វអតីតកាលវិញអញ្ចឹង go ទៅជា went បែបនេះអូខេអូខេឧទាហរណ៍មួយទៀត when did he call you តើគាត់នឹងបានទូរស័ព្ទមកអ្នកទៅពេលណាអូខេ call ក៏ទម្រង់ដើមដែរ he called me at 8 pm អញ្ចឹងដល់ពេលឆ្លើយទៅក្នុងសំណួរស្របគឺយើងប្រើអតីតកាលអញ្ចឹងយើងថែម ed ហើយអូខេគាត់បានទូរស័ព្ទមកខ្ញុំនៅម៉ោង8យប់8 pm ណាអូខេមួយទៀត why did she cry ហេតុអីបានជានាងយំbecause she was sad ពីព្រោះនាងក្រៀមក្រំឬក៏ពិបាកចិត្តហ្នឹងទៅអញ្ចឹងយើងមើល cry ទម្រង់ដើមឯដល់ពេលនៅក្នុងសំណួរបែបនេះអូខេសំណួរទៀត how did you come to school តើអ្នកមករៀនតើអ្នកបានមករៀនដោយរបៀបណាអាចគេសួរតែទៅពីម្សិលមិញអញ្ចឹងណា I came by bike ខ្ញុំបានមកដោយខ្ញុំជិះមករៀនដោយជិះកង់ទេយើង I came
ចឹងវាមានយើងអតីតកាលរបស់ come ទៅជា came នៅក្នុងចម្លើយ so remember after did the verb is always in base form no ed ចឹងមានថាចងចាំថាបន្ទាប់ពី did ហើយណាគេអាសព្ទគឺតែងតែនៅក្នុងទំនុកដើមអត់មាន ed អត់មានប្រែប្រួលអីទេអូខេ what did you eat ចឹងអត់ត្រូវទេយើងបំបែកពីតង់ហើយយើងគួរតែនិយាយថា what did you eat អូខេត្រូវប្រយ័ត្នឡើងហ្នឹងអូខេយើងមើល difference between was were and did plus verb ចឹងតើ was were និង did plus verb តើវាខុសគ្នាយ៉ាងម៉េចអូខេនិយាយពីចំណុចខុសគ្នាទាំងពីរហ្នឹងជាងគេថា use was were after states feelings people or places in the past ចឹងណាយើងប្រើ was were ជាទូទៅសម្រាប់សភាវៈអីផ្សេងៗហ្នឹងគេសម្រាប់អារម្មណ៍គេយើងហៅពីអារម្មណ៍ថា happy sad អញ្ចឹងណានេះគឺប្រើ was were ទៅ I was sad I was happy សម្រាប់ people អូខេ I was a teacher អញ្ចឹងទៅhe was my first teacher គាត់គឺជាគ្រូដំបូងយើងប្រើជាមួយ people places ក៏ដោយshe was at school yesterday អញ្ចឹងកាលណាប្រើ to be គឺប្រើជាមួយក្រុមទាំងហ្នឹងហើយនៅក្នុងអតីតកាលទៀត use did plus verb for action in the past ចំណែកយើងប្រើ did បូក verb នោះសម្រាប់សកម្មភាពក្នុងអតីតកាលរាល់សកម្មភាពទាំងឡាយណាព្រោះខាងលើនោះវាអត់ជាសកម្មភាពទេអូខេខាងក្រោម simple verb បានយើងបានពីសកម្មភាពជាក់ស្ដែងអញ្ចឹងណាអូខេ example ថា where were you yesterday អញ្ចឹងនេះគឺជាតើតងជាមួយទីកន្លែងអញ្ចឹង place ប្រើ verb បែបនេះអូខេតែអ្នកនៅណាការពីមិនមិនអញ្ចឹងវាអត់មានបង្ហាញពីសកម្មភាពទេឃើញទេការសួរតើយើងនៅកន្លែងណាអូខេ what did you do yesterday តើអ្នកបានធ្វើអីការពីមិនមិនអញ្ចឹងកាលណាធ្វើអ្វីគឺជា action ហើយអញ្ចឹង did គឺជា verb អូខេ did plus verb ពេលបែបហ្នឹងអញ្ចឹងវាជា action ណាធ្វើអញ្ចឹងរបៀបបែបហ្នឹងគឺអាចបញ្យល់បានកាលណានិយាយពី state អត់មានជាសកម្មភាពទេយើងប្រើជាមួយ verb ជាទូទៅអូខេសកម្មភាពនេះយល់ហើយយើងមើល comment WA verse with example យើងអាចថានេះជា WA verse សាមញ្ញដែលជាមួយឧទាហរណ៍យើងមានមកខ្សែដែរទៅ what អញ្ចឹង what យើងអាចប្រើជាមួយ verb ហើយយើងអាចប្រើជាមួយ did បូក verb ក៏បានដែរឧទាហរណ៍ថា what was the problem គេ problem នោះគឺបញ្ហាថតថាតើបញ្ហាគឺអ្វីទៅជាបញ្ហាអូខេយើងប្រើ verb ហ្នឹងដោយសារតែវាមាននាមនៅពីក្រោយវាជាបញ្ហាជា thing បែបហ្នឹងជាវត្ថុជារបស់ហ្នឹងសំណួរជា did បូក verb វិញយើងមើល what did you buy តើអ្នកបានទិញអ្វីអញ្ចឹងទិញវាចូលជាសកម្មភាពហើយយើងប្រើជាមួយ did ដែរតែអ្នកបានទិញអ្វីឃើញទេអញ្ចឹង what គឺអាចប្រើជាមួយ verb បែបនេះជាមួយ did បូក verb បានដូចគ្នា where ដែរ where were you last night តើអ្នកនៅណាកាលពីម្សិលមិញអញ្ចឹងហ្នឹងគឺសួររកទីកន្លែងណាសំណួរមួយទៀតគឺ where did she go តើអ្នកបានទៅណាជាសកម្មភាពវិញអូខេដល់ពេល when was the party តើទីជប់លេងនៅពេលណាដែរអូខេយើងវាអត់មានផានពីសកម្មភាពវាក៏សួរពីពេលវេលាដែរទៅតងជាមួយទីជប់លេងទេតែពេលសួរពីសកម្មភាព when did you meet him តើអ្នកបានជួបគាត់នៅពេលណាជាសកម្មភាពជួបជាសកម្មភាព just like សំណួរ who was your best friend តើអ្នកណាជាមិត្តភក្តិល្អបំផុតរបស់អ្នកអូខេអញ្ចឹងដល់ពេលសំណួរជាសកម្មភាពវិញ who did you see តើអ្នកបានជួបនរណាគេយើងជួបនោះគឺជាសកម្មភាពដល់ពេល why was he late ហេតុអីបានជាគាត់យឺតអូខេដល់ពេលសំណួរជាមួយ did វិញ why did they leave ហេតុអីបានពួកគេចាក់ចេញអូខេជាមួយហើយសំណួរទៅមួយ how was your weekend តើថ្ងៃចុងសប្តាហ៍របស់អ្នកនោះគឺយ៉ាងម៉េចដែរហើយសំណួរជាមួយ did វិញ how did you travel តើអ្នកធ្វើដំណើររបៀបណាអញ្ចឹងនេះកាន់ជាឧទាហរណ៍បន្ថែមទៅទៅការប្រើប្រាស់ជាមួយ verb ទៅទៅការប្រើប្រាស់ did បូក verb អញ្ចឹងហើយយើងចាប់បានចេះតើពេលណាយើងគួរតែប្រើ verb ពេលណាយើងគួរតែប្រើ did បូកជាមួយ verb អូខេអូខេអញ្ចឹង quick tips tip អូខេគេមើលគេដាក់ថា if the sentence in the past use be use was were in the question អញ្ចឹងប្រសិនបើប្រយោគនៅក្នុងអតីតកាលប្រើ to be យើងប្រើ was were នៅក្នុងសំណួរអូខេមួយទៀត if the sentence in the past uses an action verb use did plus base verb in the question អញ្ចឹងប្រសិនបើប្រយោគហ្នឹងនៅក្នុងអតីតកាលប្រើជាគេស័ព្ទសកម្មគេស័ព្ទដែលបានពីសកម្មភាពណាអូខេយើងប្រើ did បូក base verb ហើយនៅក្នុងសំណួរយើងប្រើ verb ទេយើងត្រូវចាំបែបនេះអូខេអូខេអញ្ចឹងចប់មានប៉ុណ្ណឹងទៅមួយការបញ្យល់ឥឡូវយើងចូលដល់សំណួរចម្លើយវិញតោះយើងមានប្រមាណសំណួរដូចជាច្រើនដែរមានប្រហែល10សំណួរជាសំណួរទី1សួរថា what are WA questions in the past simple តើអ្វីទៅគឺជា WA question នៅក្នុងអតីតកាលធម្មតាទី2 when do we use was in the question តើយើងប្រើ was ពេលណាជាមួយនឹងសំណួរទី3 when do we use were in WA question ចេះតើយើងប្រើ were នៅពេលណាជាមួយ WA question ហើយទី4 what is the pattern for WA questions with was were តើអ្វីទៅជារូបមន្តឬគឺជាគំរូរបស់យើងទៅតងជាមួយនឹង WA question ជាមួយ was were ហ្នឹងទី5 what is the pattern for WA question with simple verb តើអ្វីទៅជាគំរូឬក៏រូបមន្តទៅតងជាមួយ WA question ជាមួយ simple verb ទី6 why do we use did in question words with verbs ហេតុអីមកយើងប្រើ did ហ្នឹងជាមួយនឹង
WA question ហ្នឹងជាមួយ get up អូខេទីបំផុត what is the difference between was verb and did plus verb តើអ្វីទៅជាចំណុចខុសគ្នារវាង was verb ជាមួយនឹង did plus verb អូខេតើខុសគ្នាមិនអាពីហ្នឹងទី8 can you give an example with who ទី9 can we use how in past questions តើយើងអាចប្រើ how នៅក្នុងសំណួរជាអតីតកាលបានដែរទេទី10 how can I practice WA questions in the past តើខ្ញុំអាចអនុវត្ត WA question នៅក្នុងអតីតកាលបានដោយរបៀបណាអូខេឥឡូវយើងរៀនឆ្លើយមួយសំណួរទី1សួរថា what are WA questions in the past តើអ្វីទៅគឺជាសំណួរ WA នៅក្នុងអតីតកាលសំណួរ WA គឺ they are questions that use words like what where when who why how to ask about the past ជំនឿថាពួកវាគឺជាសំណួរដែលប្រើពាក្យដូចជា what where when who why how ដើម្បីសួរអំពីអតីតកាលយើងប្រើ WA word ហ្នឹងដើម្បីសួរពីអតីតកាលហ្នឹងណា example where were you yesterday តើអ្នកនៅណាកាលពីម្សិលមិញយើងសួរពីអតីតកាលហើយយើងប្រើ WA word បែបនេះសំណួរទី2 when do we use was in WA question តើយើងប្រើ was នៅក្នុង WA question ដល់របៀបណាចម្លើយគឺ we use was with I he she it យើងប្រើ was ជាមួយ I he she it ដែរ example where was she last night តើនាងនៅណាកាលពីយប់មិញទី3 when do we use verb in WA question តើយើងប្រើ verb នៅក្នុង WA question ដល់របៀបណាចម្លើយគឺ we use verb with you we day អូខេយើងប្រើ verb ជាមួយ you we day example where were they yesterday តើពួកគេនៅណាកាលពីម្សិលមិញទី4 what is the pattern for WA question with verb តើអ្វីទៅជាគំរូជាអាចថាជា structure របស់ WA question នៅក្នុងការប្រើជាមួយ verb ចម្លើយគឺ WA verb plus verb plus subject blah blah and then question mark អូខេ example when were the party អញ្ចឹង pattern របស់វាឬក៏ structure របស់វាគឺបែបនេះទី5 what is the pattern for WA questions with simple verb តើអ្វីទៅជាគំរូឬក៏ structure ជាមួយរបស់ WA question ជាមួយនឹង simple verb ចម្លើយគឺ WA verb plus did plus subject plus base verb question mark អូខេអញ្ចឹងយើងមាន did មកជួយឲ្យការប្រើជាមួយ simple verb យើងប្រើ did ហើយ get sub គឺនៅទម្រង់ដើមអូខេsorry example what did you eat for lunch តើអ្នកបានញ៉ាំអ្វីសម្រាប់អាហារពេលថ្ងៃត្រង់យើងមាន did ហើយមាន eat ជា simple verb ហើយណាអូខេទី6 why do we use did in WA question with verbs ហើយបានយើងត្រូវប្រើ did ហ្នឹងនៅក្នុង WA question ជាមួយ get sub ចម្លើយ because did shows the past and the main verb stays in the base form ដោយសារតែ did ហ្នឹងវាបង្ហាញពីអតីតកាលយល់ទេអញ្ចឹងកាលណានិយាយពីអតីតកាលយើងលេខប្រើ do ដែរហើយយើងប្រើ did អូខេហើយកាលណាប្រើ did ទៅយើងបញ្ជាក់ថាវាជាអតីតកាលហើយគេសាប់នៅស្នៅក្នុងដើមអូខេ example what did he buy អញ្ចឹងគាត់បានតែអ្វីអញ្ចឹង not what did he bought មិនអាចប្រើ bought អញ្ចឹងបានទេអូខេជាងប្រើ did ហើយគឺវាបង្ហាញពីអតីតកាលហើយគេសាប់ត្រូវតែស្នៅក្នុងទម្រង់ដើមអូខេទី7 what is the difference between was were and did plus verb តើចំណុចទាំងពីរនេះខុសគ្នាមិន was were ហើយ did plus verb ចម្លើយគឺ use was were for states people places or feelings use did plus verb for actions អញ្ចឹងជាទូទៅយើងប្រើ was were ហ្នឹងគឺសម្រាប់សភាវៈហ្នឹងគឺមិនបង្ហាញពីសកម្មភាពណាសម្រាប់មនុស្សសម្រាប់ទីកន្លែងសម្រាប់អារម្មណ៍អីចឹងទៅតែពេលប្រើ did សម្រាប់សកម្មភាពតែម្ដងអញ្ចឹងវាផ្ទុយគ្នាពីហ្នឹងឧទាហរណ៍ថា where were you អាហ្នឹងជាទីកន្លែងណា place តែអ្នកនៅណា what did you do តែអ្នកបានធ្វើអ្វីអញ្ចឹងជាសកម្មភាពអីគឺខុសគ្នាបែបហ្នឹងទី8 can you give an example with who តើឲ្យថតជាមួយ who បានទេចម្លើយអូខេyes example who was your first teacher តើអ្នកណាគឺជាគ្រូដំបូងរបស់អ្នកជាឧទាហរណ៍ Mr. John អញ្ចឹងណា who did you see at the park តើអ្នកបានឃើញជួបអ្នកណានៅឯ Ocean I saw my friend ខ្ញុំបានជួបមិត្តភក្តិរបស់ខ្ញុំនឹងជាឧទាហរណ៍ហើយយើងអាចឲ្យឧទាហរណ៍ផ្សេងទៀតក៏បានដែររៀនបង្កើតអូខេទី9 can we use how in past questions តើយើងអាចប្រើ how ជាមួយ past question បានដែរទេចម្លើយគឺ yes បាន how was your weekend តើថ្ងៃចុងសប្តាហ៍នេះយ៉ាងម៉េចដែរ it was great អូវាពិតជាអស្ចារ្យមែនទែនHow did you go to school តើអ្នកបានទៅរៀនដល់របៀបណាអាចបន្ថែម yesterday ក៏បានកាលពីម្សិលមិញ I went by bus ខ្ញុំទៅដល់ជីឡានក្រុងអញ្ចឹងទៅ How យើងប្រើបានបែបនេះជុំក្រោយទី10 How can I practice WA question in the past តើយើងអាចអនុវត្តវាដល់របៀបណាទៅទៅ WA question នៅក្នុងអតីតកាលចម្លើយគឺ use real life situation យើងអាចគិតមើលខ្លួនឯងរៀនប្រើពីតែទៅមួយជីវិតពិតតែម្ដងទេ Ask and answer with classmates អាចសួរឆ្លើយជាមួយមិត្តភក្តិរបស់យើងទេ Where did you go yesterday តើអ្នកបានទៅណាកាលពីម្សិលមិញឧទាហរណ៍ណាWhat did you do last night តើអ្នកបានធ្វើអីកាលពីយប់មិញ What time did you have dinner last night តើកាលពីយប់មិញហ្នឹងអ្នកញ៉ាំអាហារពេលនេះប៉ុណ្ណាយើងរៀនសួរតែទៅមួយសាមញ្ញៗប៉ុណ្ណឹងអូខេអាចបានហើយជាងបើក្នុងឧទាហរណ៍នេះគេថា Where were you yesterday តើអ្នកនៅណាកាលពីម្សិលមិញ I was at home យើងរៀនសួរឆ្លើយទៅវិញទៅមកទៅ What did you do yesterday I watched TV ចឹងអ្នកបានធ្វើអីកាលពីម្សិលមិញជាមួយទូរទស្សន៍នេះចឹងកាលណាយើងរៀនសួរឆ្លើយទៅមួយស្ថានភាពជីវិតប្រចាំថ្ងៃដូចនេះគឺយើងគឺជាការអនុវត្តហើយ
ចឹងយើងមានតែ10សំណួរហ្នឹងទេដើម្បីសួរឆ្លើយទៅតងជាមួយនឹង WA question គេទៅមួយ verb ក៏ដោយ did plus verb ក៏ដោយសង្ឃឹមថាអ្នកនេះអាចយល់វាបានហើយរៀនអនុវត្តរៀន practice វាទៅយកវាមកសួរឆ្លើយសម្រាប់ជីវិតប្រចាំថ្ងៃទៅយើងនឹង improve ឯទៅតងមួយការនិយាយរបស់យើងហើយក៏និយាយទៅត្រឹមត្រូវដែរជារួមគឺវិជ្ជាគឺជាគ្រឹះសម្រាប់ការនិយាយបើយើងចេះវិជ្ជាកាន់តែច្រើនការនិយាយរបស់យើងកាន់តែត្រឹមត្រូវព្រោះការនិយាយដែលខុសវិជ្ជាវាអាចធ្វើឲ្យអ្នកស្ដាប់យើងគឺលែងចង់ស្ដាប់យើងអាចថាគេអាចបែងចែកអារម្មណ៍បាត់ចង់ថាបាត់បង់ការផ្ដោតអារម្មណ៍ដែរអូខេអញ្ចឹងមេរៀនយើងមានតែប៉ុណ្្នឹងទេអរគុណច្រើនយើងជួបគ្នានៅមេរៀនបន្តទៀតទៅមួយការបញ្យល់ទៅមួយសំណួរចម្លើយដូចដែរអូខេអរគុណច្រើន